ខ្ញុំឈ្មោះសុកជាដើមម្ដងនេះជាសាក្សីរបស់ខ្ញុំឈ្មោះច័ន្ទមឿនជាអ្នកត្រូវគេប្តឹងហើយនេះគឺជាសាក្សីរបស់ខ្ញុំគ្រួសារសុកជានិងគ្រួសារច័ន្ទមឿនមានទំនាស់រឿងព្រំដីទំហំ16ម៉ែត្រគុណនឹង32ម៉ែត្រដែលស្ថិតនៅក្នុងភូមិចុងអូឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀងពេលមានចំនួនបែបនេះពួកគាត់ត្រូវតែស្វែងរកការកាត់ក្តីពីសំណាក់អាជ្ញាធរដែនដីសុកជានិងភរិយាឈ្មោះសេងរីជាដើមបណ្ដឹងបានអះអាងថាដីទំនាស់ជាដីដែលគាត់បានកាន់កាប់តាំងពីឆ្នាំ1979រហូតដល់បច្ចុប្បន្នចំណែកច័ន្ទមឿននិងភរិយាឈ្មោះតេងតៃជាចុងបណ្ដឹងបានអះអាងថាដីទំនាស់ជាដីគេឪពុកម្ដាយគាត់ដែលបានកាន់កាប់តាំងពីឆ្នាំ1979មកហើយឈ្មោះសុកជានិងឈ្មោះសេងរីជាអ្នកមកសុំដីឪពុកម្ដាយគាត់ស្នាក់នៅភាគីទាំងពីរសុទ្ធតែមានឯកសារនិងសាក្សីសំអាងរៀងៗខ្លួនខ្ញុំខំព្យាយាមដោះស្រាយចំនួនរឿងព្រំប្រទល់ដីហ្នឹងច្រើនដងហើយតែវាអត់អន់សម្រាប់ទាល់តែសោះអញ្ចឹងមានតែខ្ញុំប្រាប់ពួកគាត់ឲ្យប្តឹងទៅគណៈកម្មការសូរិយាដីស្រុកព្រោះដីរបស់គាត់ជាដីគ្មានប្លង់រឹងទេបើដីមានប្លង់រឹងឬក៏មានប្លង់កម្មសិទ្ធិពួកគាត់ត្រូវតែប្តឹងទៅតុលាការដំណាក់កាលទី1ការទទួលពាក្យបណ្ដឹងនិងការឆ្លើយតបបណ្ដឹងអ្នកដាក់ពាក្យបណ្ដឹងត្រូវភ្ជាប់ទៅជាមួយនឹងឯកសារនានាដែលពាក់ព័ន្ធនឹងដីមានវិវាទនោះដូចជាពាក្យសុំកាន់កាប់និងប្រើប្រាស់ដីនិងបង្កាន់ដៃទទួលពាក្យសៀវភៅគ្រួសារស្បត់កំណើតកូនអត្តសញ្ញាណប័ណ្ណវិក័យប័ណ្ណផ្សេងរូបថតចាស់និយាយរួមទៅគឺឯកសារដែលបញ្ជាក់ថាពួកគាត់នឹងបានកាន់កាប់និងរស់នៅលើដីនឹងមកមុខមកច្បាប់មកដើម្បីដាក់បញ្ចូលទៅក្នុងបណ្ដឹងតែខ្ញុំខ្លាចតែបាត់ឯកសារអស់នោះទេបងបងកុំបារម្ភអីពួកខ្ញុំមិនយកច្បាប់ដើមទេស្នើសុំឲ្យបងនេះជួយថតចម្លងឯកសារទាំងអស់នោះឲ្យហើយយកមកខ្ញុំធ្វើការផ្ទៀងផ្ទាត់ជាមួយអាច្បាប់ដើមនេះរួចខ្ញុំបកគលច្បាប់ដើមនេះជូនទៅបងវិញទេអញ្ចឹងល្អអញ្ចឹងនេះជាក្តារបំពេញពាក្យបណ្ដឹងបងទាំងពីរយកទៅបំពេញសិនទៅធ្វើមិនទៅដូចខ្ញុំអត់ជាអសរផងខ្ញុំក៏អត់ជាអសរដែររៀនបានត្រឹមថ្នាក់ទី2ហ្នឹងឥឡូវចេះបងប្អូនទាំងពីរហ្នឹងចេះបំពេញទេមកខ្ញុំជួយបំពេញជូនឲ្យបានចឹងអរគុណបងខ្លាំងណាស់ចឹងមិនបាច់អរគុណទេបងប្អូនវាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយយ៉ាងអញ្ចឹងបងប្អូនពាក្យបណ្ដឹងយើងត្រូវមាន4ច្បាប់តែយើងមិនបាច់ចាំសរសេរដល់4ច្បាប់ទេសរសេរតែមួយច្បាប់ឲ្យហើយទៅហើយកុំទាន់ផ្ដិតមេដៃលើហ្នឹងយកទៅថតចម្លង3ច្បាប់បន្ថែមទៀតរួចចាំទៅផ្ដិតមេដៃហ្នឹងសរុបលើពាក្យបណ្ដឹងហ្នឹងនៅចំពោះមុខមន្ត្រីទទួលពាក្យបណ្ដឹងហើយការដាក់ពាក្យបណ្ដឹងហ្នឹងត្រូវការបង់ប្រាក់ប្រមាណដែរអត់ទេបងប្អូនការដាក់ពាក្យបណ្ដឹងមិនតម្រូវឲ្យបង់ប្រាក់ឥឡូវខ្ញុំវិញពាក្យបណ្ដឹងហ្នឹងឲ្យបងប្អូនចាំឆ្លើយប្រាប់តាមខ្ញុំដែលខ្ញុំសួរណាបាទបងប្រុសឈ្មោះណានោះបាទខ្ញុំឈ្មោះសុកជាបាទសុកជាគាត់ប្រាប់ថាបន្ទាប់ពីខ្ញុំដាក់ពាក្យបណ្ដឹងរួចបាន5ថ្ងៃនៅថ្ងៃធ្វើការខាងសូរិយាដីនឹងយកពាក្យបណ្ដឹងរបស់ខ្ញុំនិងសេចក្តីជូនដំណឹងពីពាក្យបណ្ដឹងទៅបិទផ្សាយគេគ្រប់គ្នានឹងបានឃើញចុងបណ្ដឹងដែលមានឈ្មោះក្នុងពាក្យបណ្ដឹងឬបុគ្គលទាំងឡាយដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងវិវាទត្រូវដាក់ពាក្យបណ្ដឹងឆ្លើយតបទៅគណៈកម្មការសូរិយាដីក្នុងរយៈពេល30ថ្ងៃបន្ទាប់ពីសេចក្តីជូនដំណឹងបានបិទផ្សាយខ្ញុំកោតតែគាត់ប្តឹងខ្ញុំទៅរួចដីរបស់ខ្ញុំមានដើមថ្នោតទាំងអស់ហ្នឹងជាផុសតាំងច្បាស់មែនអត់បងបាទបើដីហ្នឹងជាដីរបស់គាត់មិនគូប្រហុងយកលុយឲ្យជួលដើមថ្នោតហ្នឹងយកមកឲ្យខ្ញុំឪពុកម្ដាយខ្ញុំកាលនៅរស់ខំអាណិតឃើញឪពុកម្ដាយគាត់ហ្នឹងគ្រាក៏ឲ្យយកដើមថ្នោតដែលមានលើដីហ្នឹងទៅរកស៊ីចិញ្ចឹមជីវិតទៅធ្វើខ្លួនឯងក៏បានជួលឲ្យគេក៏បានតែដល់ពួកគាត់ស្លាប់អស់ទៅខ្ញុំយកដីខ្ញុំមកវិញបែរជាគាត់ហ្នឹងឆ្លើយថាខ្ញុំលួចដីគាត់ខ្ញុំនៅស្ងៀមមិនបានខ្ញុំត្រូវតែប្តឹងចង់ប្តឹងអីក៏ប្តឹងទៅខ្ញុំអត់មានទៅឈឺក្បាល50ថ្ងៃអីជាមួយទេខ្ញុំមានឯកសារសាក្សីគ្រប់គ្រាន់តែបញ្ជាក់ថាដីហ្នឹងដើមថ្នោតទាំងអស់ហ្នឹងវាជារបស់ខ្ញុំគេឲ្យខ្ញុំប្តឹងតបតែខ្ញុំមិនចង់ប្តឹងសោះចុះបើខ្ញុំមិនឆ្លើយតបនឹងពាក្យបណ្ដឹងហ្នឹងបើប្អូនមិនឆ្លើយតបនឹងពាក្យបណ្ដឹងហ្នឹងទេគណៈកម្មការសូរិយាដីមិនទទួលខុសត្រូវចំពោះការបាត់បង់សិទ្ធិ
ឬក៏ខូចផលប្រយោជន៍ដែលមានលើដីដំណោះហ្នឹងទេណានេះជាគំរូពាក្យបណ្ដឹងតបដែលចុងចោតត្រូវបំពេញនៅពេលដែលភាគីដើមបណ្ដឹងដាក់ពាក្យបណ្ដឹងនិងភាគីចុងបណ្ដឹងឆ្លើយតបបណ្ដឹងភាគីទាំងពីរនឹងត្រូវទទួលបានមកវិញនៅពាក្យបណ្ដឹងមួយច្បាប់ដែលមានចុះហត្ថលេខារបស់អ្នកទទួលពាក្យបណ្ដឹងព្រមទាំងការប្រថាប់ត្រាផងគូភាគីមិនតម្រូវឲ្យបង់ប្រាក់សម្រាប់ការប្តឹងផ្តល់នេះឡើយដំណាក់កាលទី2ការស៊ើបអង្កេតខាងសូយ៉ាដីបានផ្ញើសម្បត្តិផ្ដល់ព័ត៌មាននិងទូរស័ព្ទមកប្រាប់ថាគាត់ត្រូវទៅចុះមកស៊ើបអង្កេតគាត់ថាគាត់ត្រូវជួបអ្នកដែលខ្ញុំប្តឹងនិងសាក្សីទាំងអស់ដែលខ្ញុំបានសរសេរក្នុងពាក្យបណ្ដឹងលើអញ្ចឹងខ្ញុំនឹងពុកវាភ័យព្រោះស្មានតែត្រូវធ្វើការនឹងដោយខ្លួនឯងតាមពិតខាងសូយ៉ាដីជាអ្នកធ្វើទាំងអស់សោះអ្នកស៊ើបអង្កេតនឹងជួបជាមួយដើមចោតចុងចោតអាជ្ញាធរភូមិឃុំនិងចាស់ព្រឹទ្ធាចារ្យដែលបានដឹងពីប្រវត្តិដីមានចំនួននោះច្បាស់អ្នកជាប់ព្រំដីអាជ្ញាធរភូមិឃុំនិងចាស់ព្រឹទ្ធាចារ្យជាសាក្សីសំខាន់ពាក្យសម្ដីដែលជាចម្លើយរបស់ពួកគាត់អាចយកមកធ្វើជាគំនិតក្នុងការសម្រេចចិត្តគូភាគីត្រូវមានវត្តមានតាមការណាត់ជួបរបស់មន្ត្រីស៊ើបអង្កេតនិងផ្ដល់ឯកសារភស្តុតាងអាជ្ញាធរមូលដ្ឋានត្រូវជួយបំភ្លឺជូនមន្ត្រីស៊ើបអង្កេតដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរអំពីប្រវត្តិនិងសាវតានៃដីទំនាស់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនចំណែកសាក្សីត្រូវជួយបំភ្លឺជាលាយលក្ខណ៍អក្សរព្រមទាំងផ្តិតមេដៃក្នុងករណីចាំបាច់ត្រូវធ្វើសម្បត្តិនៅចំពោះមុខវត្ថុស័ក្តិសិទ្ធិនីតិវិធីតម្រូវឲ្យសាក្សីស្បត់នេះជួយបានច្រើនណាស់ជួនកាលទាំងភាគីដើមម្ដងទាំងភាគីចុងម្ដងពួកគាត់មានសាក្សីពី10ទៅ20នាក់តែដល់ឮថាសាក្សីត្រូវស្បត់មុននឹងនិយាយសាក្សីខ្លាំងសូមដកខ្លួនចេញនៅសល់តែ2-3នាក់ប៉ុណ្ណឹងឯងប៉ុន្តែវាមានរឿងមួយតែតែកើតឡើងញឹកញាប់នៅពេលដែលពួកខ្ញុំចុះទៅវាស់វែងទីតាំងមានតំណោះបងឯងវាស់ដីនឹងវាស់មិនបងឯងវាស់ទៅឲ្យពួកអស់ហ្នឹងមែនបងទីណាឯងមកវាស់ហ្នឹងណាតែអត់មានណាឲ្យវាស់ស្ងាត់ស្ងាត់ទេបានណាជប់វាស់ជប់អីវាស់មើលមកវាស់ទៅចាំទៀតអីមើលមកវាស់តែយើងគេមកនៅបាច់ចាំហ្នឹងរកគេអស់ម៉ែគាត់ជាត្រូវហើយគ្នាណាគាត់ជាត្រូវហើយគ្នាឲ្យគេមកវាស់យកដីផងខ្ញុំណាត្រូវគ្នានឹងពេកកុំព្រីអស់មកខ្លួនឯងមិនចោតគេលេងល្បែងមកសុំមួយអ្នកវាស់ហើយមកវាស់ឥឡូវចេះឥឡូវសួរគាត់ឥឡូវបងមកវាស់ធ្វើអីខ្ញុំមកវាស់ឲ្យដឹងពីទំហំនៃដីទំនាស់បាយមិនលេងល្បែងទេបងអីហាវាស់ឲ្យដឹងទំហំនៃដីនឹងសងខាងហ្នឹងខ្ញុំអត់ជឿទេទៅណែយកម៉ែបងឯងទៅវិញឈប់វាស់ឈប់អីអូបាច់វាស់ទេបាច់អូកាលនោះពួកខ្ញុំពិតជាប្រកែកមិនឲ្យគេវាស់វែងមែនហ្នឹងអ្នកណាទៅទុកចិត្តថាគេវាស់វែងធ្វើអីនោះលួចតែខ្ញុំមិនមាត់បណ្ដោយឲ្យគេវាស់វែងស្រាប់តែក្រោយមកគេសម្រេចកាត់ដីហ្នឹងឲ្យទៅខាងគេទៅខ្ញុំមិនវិវល់ទៅហើយមកពីអ្នកចុះមកវាស់វែងហ្នឹងគាត់ព្រមប្រាប់ឲ្យច្បាស់ពីកូនណោះតែគាត់ចុះមកវាស់វែងបើខ្ញុំដឹងខ្ញុំទៅប្រកែកធ្វើអីអញ្ចឹងហើយបានជាទៀមទាឲ្យអ្នកដែលចុះទៅវាស់វែងដីមានតំណោះហ្នឹងត្រូវបញ្យល់គូភាគីឲ្យបានយល់ពីគោលបំណងដែលចុះមកវាស់វែងហ្នឹងថាខ្លួនចុះមកវាស់វែងចំណុចដែលមានតំណោះហ្នឹងដើម្បីយកទៅដាក់លើតុដោះស្រាយមិនមែនមកវាស់វែងដើម្បីបកគលដីឲ្យភាគីណាមួយឡើយហើយគូភាគីទាំងពីរត្រូវតែមានវត្តមាននៅពេលដែលវាស់វែងនឹងទៀតបន្ទាប់ពីការស៊ើបអង្កេតត្រូវបានបញ្ចប់អ្នកស៊ើបអង្កេតនឹងត្រូវរៀបចំរបាយការណ៍នៃការស៊ើបអង្កេតរួចបញ្ជូនទៅគណៈកម្មការសូយ៉ាដីថ្នាក់ក្រុងស្រុកខណ្ឌដើម្បីកំណត់ថាតើវិវាទនឹងស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួនដោះស្រាយឬក៏អត់ហើយបើអត់ទេត្រូវច្រានចោលហើយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីវិវាទដំណាក់កាលទី3កិច្ចប្រជុំរដ្ឋបាលគណៈកម្មការសុរិយោដីត្រូវអញ្ជើញភាគីវិវាទចាស់ព្រឹទ្ធាចារ្យនិងអាជ្ញាធរភូមិឃុំនៃទីតាំងដីមានទំនាស់ឲ្យមកចូលរួមការប្រជុំរដ្ឋបាលគោលបំណងនៃកិច្ចប្រជុំនេះគឺ1ដើម្បីឲ្យគូភាគីធ្វើការជ្រើសរើសមនុស្សដែលគាត់ទុកចិត្តចំនួន3រូបមកធ្វើជាអ្នកសម្រុះសម្រួល2កំណត់ពេលវេលានិងទីកន្លែងប្រជុំដើម្បីដោះស្រាយទំនាស់3ពន្យល់ពីនីតិវិធីនៃការដោះស្រាយរបស់គណៈកម្មការសុរិយោដីនិងឲ្យគូភាគីយល់ពីយន្តការនានាក្នុងការដោះស្រាយទំនាស់4ប្រាប់ពីសិទ្ធិក្នុងការមានជំនួយការភាគីម្នាក់អាចជាប្រជាជនណាម្នាក់ដែលខ្លួនទុកចិត្តឬអ្នកធ្វើការសហគមន៍ឬបុគ្គលិកអង្គការនានាដើម្បីឲ្យជួយខ្លួនឲ្យមានភាពកក់ក្ដៅអ្នកសមរសម្រួល3នាក់រើបានតែ2
នៅសល់ម្នាក់ទៀតប្រទៀងបតុងគ្នាខ្ញុំថាយកគេថាមិនយកចុងក្រោយប្រធានអង្គប្រជុំជាអ្នកអាកាត់សម្រេចដើម្បីបានអ្នកសមរសម្រួលម្នាក់ទៀតបន្ថែមមកគ្រប់3នាក់ អ្នកសម្រុះសម្រួលបានប្រាប់ថាបើពួកខ្ញុំព្រមព្រៀងគ្នាគាត់អាចចាប់ផ្ដើមការប្រជុំសម្រុះសម្រួលនៅម៉ោងបន្ទាប់នឹងក៏បានតែខ្ញុំអត់ចង់អញ្ចឹងគេក៏រៀបចំកំណត់ថ្ងៃប្រជុំនៅថ្ងៃផ្សេងតាមការព្រមព្រៀងគ្នា ដំណាក់កាលទី4ការសម្រុះសម្រួល ការសម្រុះសម្រួលនេះគឺគ្មានបំណងរកឲ្យឃើញថាអ្នកណាខុសអ្នកណាត្រូវនោះទេគឺយើងចង់ឲ្យបងប្អូនចេះពិចារណារកផលប្រយោជន៍ដើម្បីឈ្នះទាំងអស់គ្នាការដោះស្រាយរបស់គណៈកម្មការសុខយោដីគឺធ្វើឡើងដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមបានន័យថាគឺជាការដោះស្រាយមួយដោយយកការសម្រុះសម្រួលជាមូលដ្ឋានដោយផ្អែកលើទំនៀមទម្លាប់ប្រពៃណីផងដែរ សូមអញ្ជើញភាគីដើមម្ដងគួយខាងនេះហើយភាគីចុងម្ដងជើញគួយខាងនេះទៅបាទចឹងខ្ញុំសូមសួរភាគីទាំងសងខាងតើគាត់មានជំនួយភាគីដែរឬអត់ ខ្ញុំមានគាត់ជាជំនួយការរបស់ខ្ញុំ ចុះភាគីខាងចុងម្ដងគាត់មានជំនួយការដែរឬអត់ ខ្ញុំគិតថាខ្ញុំមិនបាច់យកទេព្រោះខ្ញុំអាចនិយាយខ្លួនឯងបានទេបង បាទចឹងសូមអរគុណចឹងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមបើកកិច្ចប្រជុំសម្រុះសម្រួលនៅពេលនេះប៉ុន្តែមុននឹងបើកកិច្ចប្រជុំខ្ញុំសូមអនុញ្ញាតជម្រាបជូនពីបទបញ្ជាជាមូលដ្ឋានដូចខាងក្រោម 1. ភាគីត្រូវមានឆន្ទៈដោះស្រាយបញ្ហារបស់យើងនៅថ្ងៃនេះ 2. មិនត្រូវនិយាយកាត់គ្នាទៅវិញទៅមក 3. មិនត្រូវប្រើពាក្យសម្ដីអាក្រក់ជេរប្រមាថឬប្រើអាកប្បកិរិយាមិនល្អដាក់គ្នាឡើយ ទី 4 ពួកខ្ញុំទាំង3នាក់ដែលជាអ្នកសម្រុះសម្រួលនេះគ្មានសិទ្ធិសម្រេចទេគ្រាន់តែមានសិទ្ធិលើកជាមតិនិងជូនជាយោបល់ដោះស្រាយតែប៉ុណ្ណោះ ទី 5 ជំនួយការភាគីមិនអាចតំណាងភាគីបានមិនអាចនិយាយជំនួសភាគីបាននិងមិនអាចធ្វើសេចក្តីសម្រេចជួសភាគីបាន ទី 6 បើចាំបាច់អង្គសម្រុះសម្រួលនឹងសុំជួបភាគីដាច់ដោយឡែកពីគ្នា សំទោសបងពេលប្រជុំបងមិនអាចហូបបរិយបានទេបងជាក្រៅពីនោះហាមពិសាសូរ៉ាក្នុងពេលប្រជុំហាមដើរចេញចូលរហេតុរហូតក្នុងពេលប្រជុំហាមយកអាវុធជាតិផ្ទុះក្នុងពេលប្រជុំនិងសូមបិទសម្លេងទូរស័ព្ទរោផង អរគ្នាយល់ហើយនៅ បាទយល់ហើយអ៊ំ ចឹងខ្ញុំសូមអញ្ជើញដើមម្ដងឡើងរៀបរាប់ពីប្រវត្តិនៃទំនាស់នេះ ចាឥឡូវនេះខ្ញុំ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀងនៅពេលនោះតែម្ដងព្រោះដើម្បីការពារកុំឲ្យពួកគាត់នឹងដូរចិត្តកន្លះសម្ដីក្រោយពីត្រឡប់ទៅដេកគិតនៅផ្ទះវិញបន្ទាប់មកគឺយើងអនុវត្តដំណាក់កាលចុងក្រោយគឺការវាស់វែងត្រៀមចេញបាន ខ្ញុំមកជាម្ចាស់ដីខ្ញុំសុកចិត្តកាត់4ម៉ែត្រឲ្យទៅគាត់ហើយគាត់នៅលបលន់ចង់បានដល់10ម៉ែត្ររឿងអីខ្ញុំព្រមទេខ្ញុំព្រមដាច់ខាត ខ្ញុំក៏ព្រមដូចគ្នាបើមិនបានដោយការទៀមទារបស់ខ្ញុំព្រោះដីហ្នឹងម្ដាយខ្ញុំកាន់កាប់យូរណាស់ហើយ បើភាគីនៅតែមិនព្រមទទួលយកការសម្រុះសម្រួលនេះទៀតគណៈកម្មការសូរយោដីថ្នាក់ស្រុកនឹងបញ្ជូនករណីនេះទៅគណៈកម្មការសូរយោដីថ្នាក់ខេត្តក៏ធ្វើដូចជាថ្នាក់ស្រុកខណ្ឌអញ្ចឹងណាគឺព្យាយាមសម្រុះសម្រួលផ្ទុយទៅវិញបើការសម្រុះសម្រួលមិនទទួលបានជោគជ័យទេគណៈកម្មការសូរយោដីថ្នាក់ខេត្តមានសិទ្ធិសម្រេចឲ្យអ្នកនេះឈ្នះឲ្យអ្នកនោះចាញ់ប៉ុន្តែបើភាគីនៅតែមិនសុខចិត្តចំពោះការសម្រេចនេះភាគីអាចប្តឹងទៅគណៈកម្មការសូរយោដីថ្នាក់ជាតិបានក្នុងរយៈពេល30ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីសម្រេច សម្បត្តិយើងទាំងអស់គ្នា បើយើងខ្ញុំជីទូកប៉ាល់សូមឲ្យធ្លាក់ទឹកលំស្លាប់800ជាតិ
បើយើងខ្ញុំស្លាប់ទៅជាខ្មោចសូមឲ្យស៊ីខ្ទុះឈាមឬហែននៅក្នុងផ្ទះភ្លើងដើម្បីរកជាតិបើយើងខ្ញុំកើតជាមនុស្សពួកខ្ញុំបានអញ្ជើញបងប្អូនមកសម្រុះសម្រួលគ្នា3ដងហើយវិធីសាស្ត្រមកចុះបញ្ចូលក៏ប្រើអស់ដែរតែបងប្អូននៅតែមិនព្រមអញ្ចឹងគណៈកម្មការសូរិយាដីថ្នាក់ជាតិនឹងធ្វើសេចក្តីសម្រេចបញ្ចប់ចំនួននេះបើភាគីនៅតែមិនសុខចិត្តនឹងការសម្រេចនេះអាចដាក់ពាក្យប្តឹងទៅតុលាការបានក្នុងរយៈពេល30ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីសម្រេច សំណួរផ្ញើសារឆ្លើយយករង្វាន់សំណួរតើស្ថាប័នណាជាអ្នកដោះស្រាយទំនាស់ដីធ្លីដែលគ្មានប្លង់រឹងឬបានកម្មសិទ្ធិនៅកម្ពុជាចំឡើយ A តុលាការ B គណៈកម្មការសុរិយោដីជូនរង្វាន់វិទ្យុមួយសម្រាប់ចម្លើយត្រឹមត្រូវសូមជ្រើសរើសចម្លើយដែលត្រឹមត្រូវរួចផ្ញើសារមកកាន់លេខ 012 51 9802 ឬ 097 5 25 75 75 ផុតកំណត់ទទួលចម្លើយថ្ងៃពុធទី27 ខែឧសភា ឆ្នាំ 2015